ខំទីមកមកទៀតហើយបងប្អូនបាទអូជួនជាតិមួយនេះបាទតតជើងខំទីមកតែជឿជើងមិនដែរបាទយើងមើល style ការប្រកួតការវាយរបស់ខំទីមកខំទីមកគឺជាកីឡាករមួយសម្បុរពណ៌ខ្មៅរាងតូចច្រឡឹងប៉ុន្តែពោពេញទៅដោយឯកទេសបច្ចេកទេសនៅក្នុងការវាយបើក៏លេខមើលការ step ស្ទង់ពេលដែលគាត់ជួបគូប្រកួតរបស់គាត់ដំបូងគឺខ្សែផ្នែករបស់គាត់ទាំងគូបាញ់តម្រង់ទៅលើចង្កេះដូចជាពាក្យចាស់គាត់ឬក៏អាចថាគ្រូដែលគាត់មានជំនាញនៅក្នុងការវាយជាមួយគូសត្រូវគឺគាត់ឲ្យសម្លឹងមើលចង្កេះគូសត្រូវពេលដែលគាត់ចេញជើងឆ្វេងជើងស្ដាមដៃឆ្វេងដៃស្ដាមគឺមានចលនាជាសញ្ញាដំបូងគឺចេញពីចង្កេះអញ្ចឹងខំឌីម៉ាគាត់ក៏លេខមិនដាក់ភ្នែកទេទៅលើចង្កេះគូប្រកួតរបស់គាត់ហើយគាត់ដឹងថាកន្លែងណាគួរស៊ីកន្លែងណាគួរប្រហើយបញ្ចប់គូប្រកួតរបស់គាត់ទាំងការធាក់បុកទាំងការម៉ាត់ឆ្វេងស្ដាំទាំងការកាប់ចានរបស់គាត់មួយគឺពេញ 100% តែម្ដងបាទខ្ញុំធ្លាប់មើលការប្រកួតរបស់គាត់ខ្ញុំពិតជាមោទនភាពហើយពេញចិត្តរការប្រកួតគាត់មួយជាងអាចនិយាយថាមិនថាខ្ញុំឬបងប្អូនទេបាទគាត់គឺជា idol របស់យើងពីព្រោះថាមួយរយៈពេលមុនការដែលគុណខ្មែររបស់យើងជាមួយមួយថៃមិនទាន់មានបញ្ហានឹងគ្នាបាទគឺខំឌីម៉ាគាត់ទៅធ្វើការប្រកួតនៅប្រទេសថៃធ្វើឲ្យកីឡាករថៃល្បីចូលមុខ number 1 របស់មួយថៃមានការញើតជាមួយនឹងកណ្ដាប់ដៃក៏ដូចជាការប្រកួតរបស់ខំឌីម៉ាតែពីព្រោះគាត់មិនមែនជាកីឡាករមួយដែលលេងសើចងុំលំទេគឺ1ដឹង1 2ដឹង2មានន័យថាអ្វីដែលគាត់វាយចេញទៅគឺត្រូវចំគោលដៅហើយភាគច្រើនកីឡាករមួយថៃកាលនោះគឺពេលដែលធ្វើការប្រកួតជាមួយនឹងខំឌីម៉ាគឺចាញ់ដោយអស់ចិត្តតែម្ដងបាទបើមិនស្លាប់ក៏បែកត្រូវបញ្ឈប់ដោយអាជ្ញាកណ្ដាលនៅក្នុងប្រទេសថៃតែម្ដងអូខេនេះគ្រាន់តែជាប្រវត្តិនិងជាបទពិសោធន៍ដែលខ្ញុំបានតាមដានការប្រកួតរបស់គាត់ក៏ដូចជាក្នុងស្រុកក៏ដូចជាតាមបណ្ដាប្រទេសផ្សេងៗឥឡូវយើងចាប់ទឹកទី1ហើយយើងចូលទឹកទី2បាទឥឡូវនៅលើសាយវៀននេះវិញកំពុងតែក្តៅកគុកបាទកីឡាករបង្គោលខៀវគឺជាកីឡាករបរទេសហើយកីឡាករបង្គោលក្រហមគឺជាកីឡាករ idol យើងគឺកីឡាករខំឌីម៉ាឥឡូវគាត់បដូររហស្សនាមរបស់គាត់ហើយឈ្មោះរបស់គាត់ហើយគឺខុនឌីម៉ាក្រោយមករយៈមុនគាត់មានបញ្ហាជើងហើយក៏ឈប់សម្រាកមករយៈឥឡូវនេះជាការវិលត្រឡប់វិញមកកាន់ការប្រកួតឬសាយវៀនហើយយើងក៏ដឹងថាការប្រកួតនេះចាញ់ឬក៏ឈ្នះនៅឡើយទេប៉ុន្តែតិចនិចការវាយរបស់គាត់គឺខ្ញុំគាត់ថានៅតែដូចតាមខ្ញុំនៅតែពេញចិត្ត style និងការធាក់ការវាយម៉ាត់ឆ្វេងម៉ាត់ស្ដាមកាយរបស់គាត់មួយគឺពិតជាស្រួចមែនតើបាទហើយរហ័សតែម្ដងពិបាកនឹងឲ្យដៃគូប្រកួតចាប់បានហើយរងបានពីព្រោះតែគាត់តិចនិចគាត់គឺអត់មានការថយទេគឺគាត់ដើរចូលហើយចូលមិនមែនដើម្បីឲ្យយកកន្ទុទេគឺខ្ញុំសង្កេតទេខ្ញុំអត់បានសម្ភាសគាត់ទៅតទេប៉ុន្តែខ្ញុំគាត់ថាគាត់វាគឺមិនសង្ឃឹមទៅលើដល់ទឹកទេគាត់វាធ្វើម៉េចឲ្យគូប្រកួតរបស់គាត់ដេកតទៅនឹងសាយវៀនឬក៏បែកឬក៏ចុះចេញសំទោសចុះចាញ់ដោយអស់ចិត្តបាទឃើញទេយើងមើលការប្រកួតការតតការកែងឡើងជង្គង់របស់គាត់មួយគឺពេញតែម្ដងបងប្អូនពេញខ្ញុំ
ពេញចិត្តនិយាយហើយនិយាយទៀតខ្ញុំពេញចិត្តការប្រកួតហើយខ្ញុំគិតថាបើសិនជានៅស្រុកខ្មែរយើងកីឡាគុនខ្មែររបស់យើងបាទកន្លែងនេះឈឺជើងមកទៅហើយបាទគុនខ្មែររបស់យើងមានធនធាន style តិចនិចការវាយដូចខុនឌីម៉ានេះឲ្យកាន់តែច្រើនគឺកាន់តែល្អបាទខ្ញុំគិតថាអញ្ចឹងពីព្រោះការចេញប្រកួតនីមួយៗមិនថានៅក្នុងស្រុកឬទៅតាមបណ្ដាប្រទេសផ្សេងៗទៅគឺខុនឌីម៉ានេះក៏តែងតែនាំមកនៅជ័យជំនះបាទជូនជាតិជ័យជំនះជូនប្រទេសកិត្តិយសកេរ្តិ៍ឈ្មោះរបស់គុនខ្មែរអញ្ចឹងកីឡាករក្រោយៗនេះក៏មិនបង្អាប់ពួកគាត់ដែរគាត់ក៏មានតិចនិច style ការវាយរបស់គាត់ល្អដែរបាទហើយសង្ឃឹមថាអនាគតថ្ងៃទៅខាងមុខខ្ញុំសង្ឃឹមថាគុនខ្មែរយើងនឹងមានកិត្តិយសកេរ្តិ៍ឈ្មោះកាន់តែបោះសម្លេងលើទូទៅពិភពលោកណានាក៏គេញញើតណាក៏គេស្គាល់គុនខ្មែរយ៉ាងដែរដូច្នេះសូមបងប្អូនជួយគាំទ្រគុនខ្មែរយើងនេះឲ្យបានគ្រប់គ្នាផងបាទសូមអរគុណ